ជំរាបសួរអ៊ំពូមីងយាយតាទាំងអស់គ្នាថ្ងៃនេះកូនចេញវីដេអូធ្វើបាយក្តាំងហើយនេះបាយក្តាំងឲ្យកូនបំពងហើយហ្នឹងកូនមកថែមគ្រឿងទេសឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់បន្តទៀតហើយក៏ភ្លក់គ្រឿងទេសហ្នឹងថាល្មមនៅអានថតចែកជូនអ៊ំពូមីងយាយតាទាំងអស់គ្នាមើលហើយមុននឹងបានបាយក្តាំងយើងត្រូវយកបាយក្តាំងយកមកហាលសិនតែកូននេះហេវពេកឃើញបាយក្តាំងទំនងក៏យកមកបំពងភ្លាមតែម្ដងកូនយកបាយក្តាំងនេះចេញពីឆ្នាំងបន្ទាប់ពីយកបាយក្តាំងចេញពីឆ្នាំងហើយសល់កតិចកូនក៏រើសដាក់មាត់ព្រោះចាំបាយក្តាំងបំពងយូរណាអ៊ំពូមីងយាយតាទាំងអស់គ្នាអើយកូនដឹងទ្រាំចាំបានដល់បានបាយក្តាំងឆ្អិនអត់ទេចឹងមានតែភ្លុកបន្តបន្ទាប់សិនទៅដល់បាយក្តាំងឆ្អិនយើងញ៉ាំម្សាទៀតឆ្អែតហើយគេងលក់តែម្ដងបន្ទាប់ពីយកបាយក្តាំងពីឆ្នាំងហើយត្រូវយកមកបំពងតែកូនហ៊ានដាក់ខ្លួនឯងទេឲ្យម៉ាក់ជួយខ្លាចដាក់ទៅជ្រុលដៃឃ្លាតចាំកូនទៅកូនឈឺហើយអង្គុយចាំមកបំពងយូរឃើញចានហ្នឹងក៏អង្គុយកាន់តែម៉ាក់ឆ្អិននឹងតែលើកដាក់តែម្ដងអត់មានចាំយូរទេតែដល់កាន់យូរទៅដូចត្រន់ឆ្អិនណាកូនក៏លេងដៃមួយសន្ទុះដល់ពេលលេងដៃលេងប្រឡាក់ខ្លួនចឹងម៉ាក់យកតកូនទៅងូតទឹកផ្លាស់កៅអៅសិនគាត់ទៅងូតទឹកផ្លាស់កៅអៅហើយបានបាយក្តាំងឆ្អិនល្មមឥឡូវកូនមកបន្ថែមគ្រឿងហើយតែគ្រឿងនេះអត់ហឹលទេគ្រាន់តែម៉ាក់ដាក់បង្គាក្រៀមពណ៌ក្រហមអញ្ចឹងចេញពណ៌ទឹកក្រហមតែគ្មានជាតិហឹលឯបន្តិចទេកូនដាក់គ្រឿងបន្តិចហើយបន្តិចទៀតមើលទៅដូចមិនទាន់សមល្មមម៉ាក់ដាក់ដូចតំណងដល់កូនដាក់ទៅគ្រឿងនៅតែម្ដុំអញ្ចឹងមិនអ៊ំពុំមានយាយតាទាំងអស់គ្នាមិនក៏វាអត់រត់អញ៉ៃដូចម៉ាក់អូនចឹងម៉ាក់អូនដាក់ស្អាតតែកូនដាក់មិនស្អាតទេតែអូខ្វល់ឥឡូវកូនដាក់បង្គាក្រៀមបន្ថែមទៀតឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ឃើញកូនធ្វើចឹងសមអត់អ៊ំពុំមានយាយតាទាំងអស់គ្នាបើកូនសមចឹងណាកុំភ្លេចជួយឲ្យបេះដូងកូនច្រើនផងហើយដាក់គ្រឿងហើយនេះក៏អង្គុយញ៉ាំនៅខាងលើខ្លាចម៉ាក់ញ៉ាំដែរអញ្ចឹងណាកូនលួចអង្គុយញ៉ាំនៅខាងក្រោមញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតដូចឆ្ងាញ់ដែរនេះអូនឲ្យមេដៃតែឲ្យមេដៃនឹងស្ដាយខ្លាចទៅលោកគេក្រៀមដោយតាមដៃទៅជ្រុះស្ដាយឥឡូវនេះកូនក៏ខាន់បាយក្តាំងមួយម៉ាត់អត់ដាច់ទេអ៊ំពុំមីងយាយតាទាំងអស់គ្នាអើយកូនមិនទាន់មានថ្មិញគ្រប់ផងទៅពីបាយក្តាំងទៀតជ្រុះថ្មិញកូនណាចឹងកូនញ៉ាំតែគ្រឿងទេសពីខាងលើទេញ៉ាំហើយណាកូនក៏ខ្លាចប្រឡាក់ដៃអញ្ចឹងហើយជូតដៃនឹងអាវនឹងហ្មងទៅអាវនឹងទៅឲ្យម៉ាក់កកូនដឹងទេញ៉ាំគ្រឿងទេសនឹងយូរទៅដូចប្រៃអ៊ំពុំមីងយាយតាទាំងអស់គ្នាកូនមកដាក់ទឹកជាក់មួយមើលដាក់មើលឲ្យមានកម្លាំងអាំងញ៉ាំបន្តទៀតតែដាក់ហើយដូចចង់ឆ្អែតតែមិនទេកូនក៏ឃើញក្បាយក្តាំងនេះចង់ខ្លាចបើខាំមកដាច់ផងមិនខ្លាចមិនហើយអាបកានោះរៀងប្រៃបន្តិចដែរចឹងកូនឈប់ញ៉ាំណាកូនបាយកូនទៅទេហើយកូនសំដែងធ្វើទៅផ្ទះម៉ាក់ប្រាប់ថាឲ្យសំដែងធ្វើទៅផ្ទះបន្តិចទៅឥឡូវនេះកូនសំដែងចាំយូរម៉ាក់កាលហាមកវិញឥឡូវម៉ាក់ហាមកវិញកូនត្រឡប់មកវិញ